ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពីឱសថបារាណចំបៃពីអ្នកគ្រូសុំចែករំលែកអំពីជំងឺធ្លាក់សតើការប្រព្រឹត្តដូចម្តេចដែលនាំឲ្យមានការប្រឈមមុខក្នុងការកើតជំងឺធ្លាក់សទាំងពីរប្រភេទការថែទាំសម្អាតប្រដាប់បន្តពូជមិនបានត្រឹមត្រូវដោយមិនបានប្រើប្រាស់ទឹកស្អាតលាងសម្អាតទ្វារមាសការថែទាំសម្អាតប្រដាប់បន្តពូជពេលមករដូវមិនមានត្រឹមត្រូវមិនមានការផ្លាស់ប្ដូរសម្លេងជាញឹកញាប់និងមិនហាសម្លៀកបំពាក់ជាពិសេសខោទ្រនាប់ក្រោមកម្ដៅថ្ងៃចូលចិត្តស្លៀករឹបហាប់ចង្អៀតក្នុងការរស់នៅប្រចាំថ្ងៃមានផ្ទុកមេរោគអេដឬជំងឺទឹកនោមផ្អែមផ្លាស់ប្ដូរដៃគូរួមភេទជារឿយមានដៃគូរួមភេទច្រើនឬបានរួមភេទជាមួយដៃគូចៃដន្យឬអ្នករកស៊ីផ្លូវភេទដោយមិនបានប្រើប្រាស់ស្រោមអនាម័យធ្លាប់មានជំងឺកាមរោគដោះដូរការរួមភេទដើម្បីប្រាក់ថ្នាំញៀននិងគ្រឿងស្រវឹងចូលចិត្តសាក់នៅលើស្បែកដោយប្រើម្ជុលរួមគ្នាចូលចិត្តផឹកសូរ៉ាគ្រឿងស្រវឹងឬថ្នាំញៀនមុនពេលឬក្នុងកំឡុងពេលរួមភេទមានដៃគូរួមភេទផ្សេងទៀតឬមានដៃគូរួមភេទដូចគ្នាបុរសរួមភេទជាមួយបុរសដៃគូមានផ្ទុកមេរោគអេដឬកាមរោគឬចាក់គ្រឿងញៀនប្រសិនបើពុកម៉ែបងប្អូនកើតជំងឺធ្លាក់សរ៉ាំរ៉ៃសូមកុំបារម្ភសូមរៀបថ្នាំលាបសាស្បែកចំបៃពីព្យាបាលពីខាងក្រៅដូចជារោគកន្ទួលរមាស់ផ្សិតពងបែកសេមាន់ជួយឲ្យផ្ដល់សំណើមឡើងវិញយ៉ាងឆាប់រហ័សនិងផឹកចំបៃពីព្យាបាលគៀទម្លាក់មេរោគធ្លាក់សរផ្សិតរមាស់ពីខាងក្នុងនិងព្យាបាលកុំឲ្យកើតមេរោគនេះបន្តទៀតប្រសិទ្ធភាពមើលឃើញប្រើចាប់ពី3ថ្ងៃឡើងទៅផឹកចំបៃពីពុកម៉ែបងប្អូននឹងបាត់រមាស់បាត់ក្រហាយបាត់ធ្លាក់សរបាត់ជំងឺកាមរោគជាដាច់ 100% សូមតាក់ទងលេខទូរស័ព្ទឬប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់បន្ថែមពីការធ្លាក់សរនិងវិធីព្យាបាលដោយឱសថបុរាណចំបៃពីទំនាក់ទំនង Facebook Page ឱសថព្យាបាលផ្សិតធ្លាក់សររមាស់ឬឱសថបុរាណចំបៃពីឬតាមរយៈលេខទូរស័ព្ទ016 38 7000 068 79 7000 098 65 8 ចាអរគុណ